ទីហ្វុង ប៊ូឡុយ នៅវៀតណាមសម្លាប់មនុស្ស 13 នាក់ និងរបួស 46 នាក់ រដ្ឋាភិបាលបាននិយាយថាព្យុះទីហ្វុង ប៊ូឡុយ បានបោកបក់កាត់ឆ្នេរសមុទ្រប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 13 នាក់ និងរបួស 46 នាក់ ខណៈដែលមកជាមួយខ្យល់បក់ខ្លាំង និងភ្លៀងបានបំផ្លិចបំផ្លាញផ្ទះសម្បែង ផ្ដាច់បណ្ដាញអគ្គិសនី និងផ្លូវលិចទឹក ទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថាព្យុះទីហ្វុង ប៊ូឡុយ បានកំពុងឆ្ពោះទៅប្រទេសឡាវ បន្ទាប់ពីបានបោកបក់នៅព្រឹកថ្ងៃច័ន្ទ ហើយបានបោកបក់ឡើងនៅរលកខ្ពស់រហូតដល់ 8 ម៉ែត្រ 26 ហ្វីត នៅពេលដែលវាបានផ្លាស់ទីតាមឆ្នេរសមុទ្រភាគកណ្ដាលភាគខាងជើង ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមបាននិយាយថាក្នុងចំណោមអ្នកបាត់ខ្លួនមានអ្នកនេសាទដែលទូករបស់ពួកគេត្រូវបានរលកនាំទៅឆ្ងាយពីខេត្តហ្វាងត្រៃ ខណៈដែលទូកនេសាទផ្សេងទៀតបានបាត់ការទាក់ទង បើយោងតាមសារព័ត៌មាន Reuters រដ្ឋាភិបាលវៀតណាមបានជម្លៀសមនុស្សជាង 28,500 នាក់មុនពេលព្យុះទីហ្វុងវាយប្រហារ ខណៈដែលជើងហោះហើររាប់រយត្រូវបានពន្យាពេល ឬលុបចោលដោយការបិទព្រលានយន្តហោះចំនួន 4 នៅក្នុងខេត្តកណ្ដាល បើតាមរដ្ឋាភិបាលវៀតណាម ព្យុះទីហ្វុង ប៊ូឡុយ បានបំផ្លាញផ្ទះជាង 44,000 ខ្នង ទឹកជំនន់ដំណាំ 6,000 ហិកតា ហើយបានកាត់ផ្ដាច់ការចូលទៅកាន់តំបន់មួយចំនួន នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ មីនជីង បានបញ្ជាឲ្យក្រសួងការពារជាតិ និងសន្តិសុខសាធារណៈបញ្ជូនកងទ័ព និងប៉ូលីសជាបន្ទាន់ដើម្បីជួយទប់ស្កាត់នឹងព្យុះភ្លៀងដ៏កំណាចមួយនេះ រដ្ឋាភិបាលបាននិយាយថាទឹកបានកើនឡើងដល់កម្រិតប្រកាសអាសន្ននៅក្នុងទន្លេ និងអាងស្តុកទឹកក្នុងខេត្ត ខណៈដែលប្រជាជនរាប់ម៉ឺនគ្រួសារក៏ទទួលរងការដាច់ចរន្តអគ្គិសនីផងដែរ